បើចឹងសូមអនុញ្ញាតពីលោកសេនប៉ុនមុនបាទសូមគោរពជើញលោកសេនប៉ុនបាទអរគុណនឹងថ្វាយគុំព្រះសង្ឃគ្រប់អង្គហើយជាសួរបងប្អូនជនជាតិហ្នឹងហើយមុននឹងចូលប្រធានបទគឺខ្ញុំចាប់អារម្មណ៍ទៅនឹងលិខិតរបស់ក្រសួងការបរទេសខ្មែរយើងលោកប្រាក់សុខុនដែលគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសហ្នឹងគឺធ្វើលិខិតទៅគ្រប់គ្រងចិនដោយបញ្ជាក់ថាកម្ពុជាឈរជំហរចិនតែមួយបាទឈរជំហរចិនតែមួយករណីកោះតៃវ៉ាន់ហ្នឹងណាចូលជាមួយចិនតែមួយគណៈឯកោះតៃវ៉ាន់ករណីនេះវាខុសប្រក្រតីត្រង់ថារាល់ដងគឺចិនគេមានកម្មវិធីដូចបនជាតិបនអីចឹងណាយើងអបអរសាទរបនជាតិចិនចឹងទៅហើយយើងដាក់ភ្ជាប់ជាមួយនឹងparagraph ថាកម្ពុជាតាំងពីណាពីណីមកគឺគ្រប់គ្រងនយោបាយចិនតែមួយតែថ្មីនេះគឺខ្ញុំនៅតែមិនយល់ក្រសួងការបរទេសខ្មែរនឹងមានឯករាជ្យចឹងមិនបានជាតសេក្នុងគណៈពេលដែលនាយករដ្ឋមន្ត្រីស្រីថ្មីរបស់ជប៉ុនសូមបញ្ជាក់ថាប្រទេសជប៉ុនឥឡូវមាននាយករដ្ឋមន្ត្រីស្រីលើកដំបូងផុតក្នុងវត្តសាសខ្លួនណាតែគាត់និយាយទៅគាត់និយាយនឹងវានិយាយអំពីកោះរបស់ជប៉ុនដែលនៅជិតកោះតៃវ៉ាន់បើសិនតែមានសង្គ្រាមផ្ទុះនៅតៃវ៉ាន់គឺជប៉ុនមានសិទ្ធិការពារកោះរបស់ខ្លួនហ្នឹងហើយតែដល់ពេលខាងភាគីចិនគេប្រតិកម្មខ្លាំងណាគេយកទៅបកស្រាយបែបគម្រាមជប៉ុនម្ដងណាហើយគេប្រាប់ទេសចររបស់គេកុំឲ្យមកទស្សនកិច្ចនៅជប៉ុនអីចឹងទៅអានឹងចង់និយាយថាជាការនិយាយទៅចិននិងជប៉ុនគឺមិនត្រូវគ្នាទេរឿងព្រំដែនប្រវត្តិសាស្ត្រខាងជើងទឹកណាខាងកោះខាងអីហ្នឹងខ្ញុំតាមដានព័ត៌មានហើយខ្ញុំស្ដាប់ពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុនហ្នឹងគាត់មិនមែននិយាយថាបើវ័យតៃវ៉ាន់ជប៉ុននឹងចូលជួយទេតែដល់ពេលចិនបកស្រាយថាជប៉ុននេះនឹងជួយកោះតៃវ៉ាន់អីចឹងទៅបាទអានឹងវាជាភាសានយោបាយដើម្បីគៀបរៀងខ្លួនណាយើងដឹងថាចិនគេជាមហាអំណាចធំគេតាំងខ្លួនជាបងធំនៅអាស៊ីខាងគ្នេយ៍អាស៊ីកើតអាស៊ីកដាលគេតាំងខ្លួនណាហើយជប៉ុនឥឡូវក៏មិនធម្មតាដែរបាទក្រុមការគ្រប់គ្រងរបស់អាមេរិកហើយជប៉ុនឥឡូវក៏កំពុងតែផលិតយន្តហោះចម្បាំងផលិតកប៉ាល់ចម្បាំងហើយនឹងផលិតអាវុធទំនើបផងដែរពួកអីអង់គ្លេសអ្នកសំទោសអាមេរិកកាំងបានឲ្យភ្លើងខៀវពីដើមឡើយជប៉ុនមិនហ៊ានធ្វើអីទេទៀតតែគឺអត់ឲ្យមានទ័ពមានអីទេក្រោយពីចាញ់សង្គ្រាមលោកលើកទី2នៅពេលដែលអាមេរិកកាំងទម្លាក់គ្រាប់បែក2គ្រាប់នៅ Hiroshima និង Nagasaki ហ្នឹងគឺប្រទេសចាញ់សង្គ្រាមណាហើយមិនឲ្យមានទ័ពមិនឲ្យមានអីទេប៉ុន្តែដោយសារតែយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយការគម្រាមកំហែងរបស់ចិនអាមេរិកអនុញ្ញាតឲ្យជប៉ុននឹងមានការរួបរวมកងទ័ពសារឡើងវិញហើយមានការផលិតអាវុធហើយនឹងផលិតយន្តហោះចម្បាំងដ៏ធំបំផុតក្នុងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោកអញ្ចឹងបច្ចេកវិទ្យាខួរក្បាលជប៉ុននឹងគឺខ្លាំងណាស់បាទខ្លាំងណាស់ទោះបីអាមេរិកកាំងក៏ខ្លាចដែរប៉ុន្តែអាមេរិកកាំងឥឡូវអត់ហ៊ានខាត់ជប៉ុនទេព្រោះត្រូវការដៃគូដើម្បីទប់ទល់មួយចិននិងរុស្ស៊ីអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំភ្ញាក់ផ្អើលគឺយើងនិយាយទៅគឺរយៈកំណាចជប៉ុននេះគឺដេកលក់មកជាប់100ឆ្នាំហើយតាំងពីសង្គ្រាមលោកលើកទី2មកណាដេកលក់ឯណាតែឥឡូវភ្ញាក់ពីដេកហើយដូច្នេះខ្ញុំមើលទៅមិនយូរទេបាទមិនយូរទេដូច្នេះហើយការដែលនាយករដ្ឋមន្ត្រីជប៉ុនស្រីថ្មីគាត់និយាយដែលការពារកោះដែលជាប់កោះតៃវ៉ាន់ទី1គឺអាចដឹងថាចិននឹងវាយយកកោះតៃវ៉ាន់នៅពេលខាងមុខហ្នឹងដល់ឆាប់ទី2ជប៉ុនអត់មានជំរឿសណាក្រៅអំពីទប់ទល់ការពារកោះតៃវ៉ាន់ទេព្រោះថាបើជាភូមិសាស្ត្រនយោបាយជាភូមិសាស្ត្រព្រំដែនជើងទឹកហ្នឹងបើសិនតែចិនដៃគោកគ្រប់គ្រងតៃវ៉ាន់គឺចិនដៃគោកអាចគ្រប់គ្រងកោះរបស់ជប៉ុនហ្នឹងបាទរឿងហ្នឹងណាអញ្ចឹងបានជាគាត់ចេញមកនិយាយហ្នឹងគឺបានន័យថាគេត្រៀមខ្លួនរួចហើយជប៉ុនគេត្រៀមខ្លួនរួចហើយប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយគឺកម្ពុជាសប្តាហ៍នេះវាអត់ចាំបាច់ត្រូវចេញលិខិតទៅកាន់ជើងម្ខាងចិនលើម្ខាងទេពួកជប៉ុនគេជួយយើងច្រើនណាស់តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសតាំងពីការអភិវឌ្ឍសេដ្ឋកិច្ចតាំងពីជំនួយឥតសំណងតាំងពីកម្ចីទោះបីវិនិយោគទុនសប្តាហ៍របស់ជប៉ុនក៏ច្រើននៅស្រុកខ្មែរណាយើងគិតមើលមកក្រុមហ៊ុន Toyota ក្រុមហ៊ុន Honda ទោះបីតែទូទឹកកកទោះបីតែម៉ាស៊ីនត្រជាក់របស់ជប៉ុនចឹង Hitachi អីហ្នឹង
ហើយយើងមើលបើកផ្សារទំនើប Eon Mall ហ្នឹងសិតតែរបស់ជប៉ុនទេណាជប៉ុនគេមកជួយកម្ពុជាយើងច្រើនវិនិយោគរបស់ជប៉ុនគេជួយការងារយើងច្រើនមែនទែនវាខុសពីវិនិយោគចិនគឺមកប្រមូលទ្រព្យពីយើងទៅតែវិនិយោគជប៉ុនគឺគេយកទុនរបស់គេយកធនធានរបស់គេអ្វីដែលជប៉ុនគឺ Eon Mall គឺជាផ្សារទំនើបដែលអត់មានផ្សារណាអ្វីដាច់ជប៉ុនបានទេគឺគេលើកកម្ពស់ទំនិញខ្មែរយើងតែម្ដងផ្សាយ Eon Mall គឺគេលក់ទំនិញក្នុងស្រុកអត់មានយកទំនិញពីជប៉ុនមកទេហើយក៏មិនមែនយកទំនិញពីវៀតណាមហើយក៏មិនមែនយកទំនិញពីថៃដែរខុសពីផ្សារ Lucky ក៏ពីផ្សារណែផ្សេងណាដែលជាអុកញ៉ានឹងជាអ្នកកាន់កាប់នឹងគឺអត់មានផលិតទំនិញក្នុងស្រុកទេគេយកពីថៃផងពីវៀតណាមផងពីចិនផងពីអីចឹងតែផ្សាយ Eon Mall ភាគច្រើនគឺផលិតទំនិញក្នុងស្រុកតែម្ដងនេះគឺជាគំនិតជប៉ុនគេចង់ជួយយើងហើយឲ្យការងារធ្វើឲ្យនៅក្នុងផ្សាយ Eon Mall មានជ័យនឹងគឺមានកម្មវិធីរាល់ឆ្នាំគឺកម្មវិធី SDG SDG ជាកម្មវិធីរបស់អង្គការសហប្រជាជាតិដែលគេនិយាយអំពី Sustainable Development Goal យើងគឺមានផ្សារណាដែលគេយកអង្គការសហជាតិនឹងយកពីរូបមន្តអង្គការជាតិយកមកផ្សព្វផ្សាយនៅកម្ពុជាវាអត់មានតែជប៉ុនគឺគេមកបែបបដោះធនធានមនុស្សបដោះសតិបញ្ញាបដោះគំនិតត្រូវផ្នត់គំនិតត្រូវណាគឺជួយយើងច្រើនអញ្ចឹងមកខ្ញុំថារដ្ឋមន្ត្រីក្រសួងការបរទេសនេះអត់ចាំបាច់ត្រូវចេញលិខិតពេលហ្នឹងទេព្រោះចេញហ្នឹងខ្ញុំថាដឹងថាធ្វើឲ្យជប៉ុនអន់ចិត្តមកព្រោះឬអត់ចាំបាច់បើយើងចេញមួយឆ្នាំម្ដងគឺដឹងមួយឆ្នាំម្ដងមួយឆ្នាំពីរដងដឹងឆ្នាំពីរដងទៅចំណែកការប៉ះទង្គិចពាក្យសម្ដីអាហ្នឹងជារឿងប្រទេសមហាអំណាចឲ្យយើងទៅបង្ហាញថាខ្លួនឯងនឹងមិនអព្យាក្រឹតទេឥឡូវបង្ហាញថាខ្លួនឯងមិនអព្យាក្រឹតទេរដ្ឋធម្មនុញ្ញឲ្យកម្ពុជានឹងអព្យាក្រឹតប៉ុន្តែរឿងមិនចាំបាច់អញ្ចឹងឲ្យចេញមកទៅតឹងទៅតែងដូចថាជន់ឈ្លីទៅលើជប៉ុនហើយគ្រប់គ្រងទៅលើនយោបាយចិនវាខុសកលៈទេសៈណាហើយយើងត្រូវដឹងថាការដែលចូលជាមួយចិននេះគឺកម្ពុជាធ្លាប់ជួបវិបត្តិនយោបាយខ្មែរក្រហមហ្នឹងគឺសម្ដេចតាហ្នឹងចូលមួយចិនហើយបាទឃើញទេយើងអស់ប្រហែល2លាន3លាននេះហើយយើងអស់សិតតែបណ្ឌិតបញ្ញវន្តណាហើយបណ្ដោយឲ្យយួនឈ្លានពានយើង10ឆ្នាំទៀតឃើញទេអាហ្នឹងដោយសារនយោបាយចិនណាហើយឥឡូវចូលចិនទៀតដូច្នេះហានិភ័យគឺមានខ្ពស់ណាស់ជាមួយចិនហើយឡើយយើងមើលណាពួកដែលបំផ្លាញខ្មែរបច្ចុប្បន្នហ្នឹងគឺចិនណាគឺពួកអក្រិតជនចិនមិនចឹងដូចចិនស៊ីដូចអីគេមកចូលសញ្ជាតិខ្មែរទិញសញ្ជាតិមកដល់សប្តាហ៍ថ្ងៃគឺរឿងអក្រិតកម្មចិននៅកម្ពុជាបើសិនណាចិនមិនចេញមុខការពាររឿងអីហ៊ុនសែនចេះលាក់បាំងចិនស៊ីមិនអោយអាមេរិកកាត់ទោសឥឡូវអាមេរិកដាក់កលទោសកាត់ទោសឥឡូវកលថ្ងៃមុនសិង្ហបុរីគេចេញកលទោសនឹងតាមចាប់ចិនស៊ីហ្នឹងហើយនឹងបកកធនាគារ Print ហើយគេចោះសារព័ត៌មាន CNA របស់សិង្ហបុរីហ្នឹងហើយឥឡូវ CNA គេចោះថាម៉េចគេថារដ្ឋាភិបាលហ៊ុនម៉ាណែតនឹងអត់មានឆន្ទៈក្នុងការបង្ក្រាបពួកអក្រិតជនទេគឺគាត់ចាប់តែពួកមនុស្សកប៉ិកកប៉ុកកកំប៉ុងណាគឺមនុស្សតូចតាចទេតែអាធំអត់មានបានចាប់អីទេជាឲ្យបណ្ដាញហិរញ្ញវត្ថុរបស់អក្រិតជនដោយធនាគារព្រីនេះគឺអត់មានបកកអត់មានអីទេគឺដំណើរការដោយការការពារពីរដ្ឋាភិបាលតែម្ដងហើយក្រសួងការបរទេសយើងហើយក្រសួងហាផ្ទៃគាត់ចេញលិខិតប្រឆាំងគាត់ថាណា CNA អត់ត្រូវចោះព័ត៌មានអញ្ចឹងអីចឹងណាហ្នឹងហើយជាការជ្រៀតជ្រែកផ្ទៃក្នុងខ្មែរណាអញ្ចឹងណាហើយមិនសហការក្នុងការកម្ចាត់ពួកអក្រិតជនតែណាបង្ើអញ្ចឹងទៅប៉ុន្តែគេសរសេរហ្នឹងបើយើងអានគឺគេយកការស្រាវជ្រាវបានគេយកមកនិយាយគេមានចេះនិយាយណាគឺសារព័ត៌មានគេមានវិជ្ជាជីវៈហើយឥឡូវថ្ងៃហ្នឹងថ្ងៃនេះប្រហែលម៉ោងមុននេះកូរ៉េខាងត្បូងក៏ដាក់ទណ្ឌកម្មទៅលើចិនស៊ីហើយដាក់ទណ្ឌកម្មទៅលើធនាគារ Print ទៀតឃើញទេកូរ៉េដាក់ទណ្ឌកម្មដែរកូរ៉េត្បូងនៅពេលដែលកម្ពុជាអត់កម្រើកជាមួយចិនស៊ីជាមួយធនាគារ Print នឹងអត់កម្រើកជាមួយក្រិតជនអត់កម្រើកទេឃើញទេអស់ពីអាមេរិកមកអង់គ្លេសអស់ពីអង់គ្លេសមកសិង្ហបុរីឥឡូវមកកូរ៉េខាងត្បូងហើយកម្ពុជាអត់កម្រើកទេរឿងនេះមិនរឿងធម្មតាទេបាទរឿងនឹងមានរឿងធម្មតានេះគឺរឿងអក្រិតកម្មនៅប្រទេសកម្ពុជាយកប្រជាជន17លាននាក់ហ្នឹងទៅលេងសើចជាមួយអក្រិតកម្មហ្នឹងហើយរឿងមិនលេងសើចទេអញ្ចឹងបើខ្ញុំថាការចេញលិខិតរបស់ក្រសួងការបរទេសខ្មែររបស់ប្រប្រាក់សកលនេះគឺបង្ហាញអំពីការបំផ្លាញនៅនយោបាយអព្យាក្រឹតដែលធានាដោយរដ្ឋធម្មនុញ្ញ
ហើយនាំឲ្យកម្ពុជានឹងធ្លាក់ទៅក្នុងជ្រោះមហន្តរាយក្រមក្លៀករបស់ចិនដូចដែលយើងធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រថ្មីៗនេះបាទសូមអរគុណបាទ